សម្រាប់ពិភពលោកប្រាក់ដុល្លារគឺជាប្រព័ន្ធមួយដែលភ្ជាប់សេដ្ឋកិច្ចតែមូលតែម្ដងខ្ញុំបាទសូមជម្រាបសួរអស់លោកស្រីជាទីគោរពនិងជាទីមេត្រីប្រធានបទប្រចាំថ្ងៃនេះយើងនឹងតាមដានទាំងអស់គ្នានៅអំណាចប្រាក់ដុល្លារលើសមរភូមិនៅមជ្ឈមបូព៌ានិងសេដ្ឋកិច្ចពិភពលោកបាទនៅពេលមនុស្សភាគច្រើននិយាយអំពីចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់ពួកគេតែងតែនឹកឃើញដល់យន្តហោះចម្បាំង B2 មីស៊ីលនិងនាវាចម្បាំងនិងការវាយប្រហារនៅមជ្ឈមបូព៌ាប៉ុន្តែមានអាវុធមួយប្រភេទដែលមិនបញ្ចេញសម្លេងផ្ទុះមិនបង្កើតផ្សែងនិងមិនចាំបាច់បញ្ជូនទាហានចូលសមរភូមិនិងអាចមានឥទ្ធិពលដល់ប្រទេសទាំងមូលអាវុធនោះគឺប្រាក់ដុល្លារអាមេរិកប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមស្ទុះឡើងប្រមាណខែជាប់គ្នាក្រោយសង្គ្រាមនៅមជ្ឈមបូព៌ាបានផ្ទុះឡើងដោយកត្តាជាច្រើនបញ្ចូលគ្នាដូចជាតម្រូវការប្រើប្រាស់តម្រូវការសុវត្ថិភាពនិងទំនោរឡើងថ្លៃពីសញ្ញាដំឡើងអត្រាការប្រាក់ជាដើមជាពិសេសនោះកាន់តែឡើងថ្លៃនៅពេលដែលភាពតានតឹងនៅតែឡើងកម្ដៅនៅមជ្ឈមបូព៌ានោះបាទហេតុអ្វីបានជាសង្គ្រាមរវាងអ៊ីរ៉ង់ហើយនិងអាមេរិកជួយដល់ប្រាក់ដុល្លារចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺពេលពិភពលោកភ័យខ្លាចប្រាក់ដុល្លារបែរជាកាន់តែមានតម្លៃទៅវិញហេតុផលសាមញ្ញគឺថានៅពេលមានសង្គ្រាមវិយោគិនមិនសួរថាទ្រព្យសកម្មណាផ្ដល់ប្រាក់ចំណេញខ្ពស់ជាងគេនិងទ្រព្យសកម្មណាដែលមានសុវត្ថិភាពជាងគេនោះទេនៅពេលដែលគ្មាននរណាអាចទូទាយបានពីចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់នឹងបញ្ចប់នៅពេលណាឬអាចរាលដាលដល់ប្រទេសផ្សេងៗឬអត់នោះទុនជាច្រើនចាប់ផ្ដើមហូរចូលទៅកាន់ប្រាក់ដុល្លារព្រោះវានៅតែបានចាត់ទុកថាជាទ្រព្យសកម្មសុវត្ថិភាពបំផុតមួយក្នុងពិភពលោកប្រាក់ដុល្លារមិនគ្រាន់តែជារូបិយប័ណ្ណមួយតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាប្រព័ន្ធតែម្ដងសម្រាប់ប្រជាជនសហរដ្ឋអាមេរិកប្រាក់ដុល្លារគ្រាន់តែជាក្រដាសប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះប៉ុន្តែសម្រាប់ពិភពលោកប្រាក់ដុល្លារគឺជាប្រព័ន្ធមួយដែលភ្ជាប់សេដ្ឋកិច្ចតែមូលតែម្ដងនៅពេលដែលក្រុមហ៊ុនអាស៊ីធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអឺរ៉ុបពួកគេច្រើនប្រើប្រាក់ដុល្លារនៅពេលធនាគារកណ្ដាលរក្សាទុកទុនបម្រុងពួកគេនៅតែកាន់កាប់ប្រាក់ដុល្លារនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុឬភាពតានតឹងភូមិសាស្ត្រនយោបាយយកកិនជុំវិញពិភពលោកក៏រត់ទៅរកប្រាក់ដុល្លារដែរនិយាយឲ្យសាមញ្ញដុល្លារគឺជាភាសាសកលនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបាទសំណួរដ៏សំខាន់មួយទៀតតើហេតុអ្វីប្រាក់ដុល្លារនៅតែបន្តរឹងមាំបច្ចុប្បន្នលុយដុល្លារកំពុងតែទទួលការគាំទ្រពីកត្តា3សំខាន់ដែលទី1នោះគឺការភ័យខ្លាចរបស់ទីផ្សារកាលណាភាពមិនប្រកបវិជ្ជាកើនឡើងតម្រូវការប្រាក់ដុល្លារក៏កើនឡើងតាមដូចគ្នាដែរទី2នោះផលប៉ះពាល់លើធម្មពលនិងអតិផរណាប្រសិនបើចំនួនរាលដាលនិងប៉ះពាល់ដល់ការប្រពងធម្មពលពិភពលោកអតិផរណានឹងកើនឡើងវិញវាអាចធ្វើឲ្យធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកពិបាកកាត់បន្ថយអត្រាការប្រាក់ហើយនោះជាកត្តាគាំទ្ររបស់ប្រាក់ដុល្លារទី3នោះភាពជឿជាក់លើទីផ្សារហិរញ្ញវត្ថុអាមេរិកទោះបីជាពិភពលោកនិយាយអំពី de-dollarization ឬហៅថាការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារក៏ដោយប៉ុន្តែទីផ្សារហិរញ្ញវត្ថុអាមេរិកនៅតែធំបំផុតនិងមានសាច់ប្រាក់ងាយស្រួលបំផុតសម្រាប់ពិភពលោកពេលវិនិយោគិនចង់រកសុវត្ថិភាពពួកគេនៅតែជ្រើសរើសដុល្លារជាជម្រើសដំបូងរាល់ពេលមានវិបត្តិធំការពិតមួយនៅតែមិនផ្លាស់ប្ដូរពិភពលោកនៅតែរត់រកប្រាក់ដុល្លារដដែលបាទនេះបង្ហាញថាអំណាចរបស់ប្រាក់ដុល្លារមិនស្ថិតនៅលើក្រដាសប្រាក់ទេប៉ុន្តែស្ថិតនៅលើទំនុកចិត្តដែលពិភពលោកមានចំពោះវាចំនួនរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនគ្រាន់តែជាសង្គ្រាមសពាវុធឬកម្លាំងយោធាតែប៉ុណ្ណោះទេតែវាគឺជាសង្គ្រាមដែលបង្ហាញអំពីអំណាចនៃរូបិយប័ណ្ណមួយដ៏មានឥទ្ធិពលដែលសហរដ្ឋអាមេរិកបានកំពុងប្រើប្រាស់ដើម្បីគៀបសង្កត់សេដ្ឋកិច្ចអ៊ីរ៉ង់តាមរយៈការបិទប្រព័ន្ធហិរញ្ញវត្ថុនិងគម្លាតថ្លៃរវាងប្រាក់ដុល្លារនិងរូបិយប័ណ្ណអ៊ីរ៉ង់ខុសថ្លៃគ្នាដូចមេឃនិងដីអញ្ចឹងគិតត្រឹមថ្ងៃទី9មិថុនានេះប្រាក់ដុល្លារ1ដុល្លារដូរបានរូបិយប័ណ្ណអ៊ីរ៉ង់រៀលបានចំនួនជាង1,37,000,000រៀលឯណោះមីស៊ីលអាចបំផ្លាញអគារក្នុងរយៈពេលតែប្រមាណនាទីប៉ុន្តែប្រាក់ដុល្លារអាចប៉ះពាល់ដល់សេដ្ឋកិច្ចទីផ្សារហិរញ្ញវត្ថុនិងការសម្រេចចិត្តរបស់ប្រទេសជុំវិញពិភពលោកអស់រយៈពេលជាច្រើនឆ្នាំផងដែរពេលខ្លះអាវុធដែលមានឥទ្ធិពលបំផុតក្នុងសង្គ្រាមមិនមែនជាអាវុធដែលបង្កើតសម្លេងផ្ទុះខ្លាំងបំផុតនោះទេប៉ុន្តែជាប្រាក់ដុល្លារមួយសន្លឹកដែលពិភពលោកទាំងមូលនៅតែជឿជាក់និងត្រូវការវាបាទអរគុណសម្រាប់អរលោកស្រីសម្រាប់ការតាមដានទស្សនា